កំណត់ឯករាជ្យរបស់ពួកខ្ញុំមានតាំងពីដើមយើងត្រូវការវៀតណាមត្រឹមតែជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពតតែយើងត្រូវតែប្រយ័ត្នប្រយែងកសាងកម្លាំងខ្លួនឯងនេះហើយជាចំណុចជោគជ័យរបស់យើងសូមអរគុណណាស់ជាមួយនឹងសំណួរល្អនេះរបបខ្ញុំគួរតែនិយាយអំពីពាក់ទិនជាមួយនឹងអន្តរាគមន៍របស់កងទ័ពវៀតណាមដោយខ្ញុំបានបញ្ជាក់ក្នុងបទកថានៅពេលដែលខ្ញុំចូលទៅក្នុងប្រទេសវៀតណាមស្នើសុំវៀតណាមជួយកសាងកម្លាំងប្រវត្តិវៀតណាមបដិសេធមិនទទួលជួយខ្ញុំទេដោយយកគោលការណ៍មិនជិតជ័យចូលកិច្ចការផ្ទៃក្នុងប៉ុន្តែខ្មែរក្រហមចាប់ផ្ដើមវាយវៀតណាមកាន់តែខ្លាំងទៅវៀតណាមពិតជាមិនអាចទទួលព័ត៌មានជាក់លាក់ពីកម្ពុជាទេមុនពេលដែលខ្ញុំទៅវៀតណាមជិតកម្ពុជាមួយចំនួនដែលរត់ចូលទៅក្នុងវៀតណាមប្រទេសវៀតណាមគឺត្រូវវៀតណាមចាប់បញ្ជូនមកឲ្យកម្ពុជាខ្មែរក្រហមវិញសម្រាប់ប៉ុន្តែពេលដែលខ្ញុំទៅឲ្យបំផុតក៏ខ្ញុំបានជួយដល់ប្រជាជនមិនត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញប៉ុន្តែវៀតណាមបដិសេធមិនផ្ដល់ជំនួយសម្រាប់ការរៀបចំកម្លាំងប្រវត្តិរបស់ខ្ញុំទេក្រោយមកវៀតណាមក៏ចាប់ផ្ដើមជួយដល់យើងខ្ញុំកសាងកម្លាំងប្រវត្តិប៉ុន្តែពេលនោះយើងមានសេណារីយ៉ូ2សេណារីយ៉ូទី1គឺប្រើប្រាស់កម្លាំងកម្ពុជាផ្ទាល់ដើម្បីប្រយុទ្ធយើងអាចវាយកាន់កាប់ពីខាងកើតជាដំបូងហើយបានឈ្មោះទៅខាងលិចប៉ុន្តែត្រូវប្រើរយៈពេលមិនតិចជាង5ឆ្នាំក្នុងរយៈ3ទៅ5ឆ្នាំបើដូច្នោះប្រជាជនកម្ពុជានឹងស្លាប់អស់ដូច្នេះយើងក៏ស្នើសុំគឺអន្តរាគមន៍ពីកងទ័ពវៀតណាមបានផ្ដល់នៅការអន្តរាគមន៍វៀតណាមមិនមែនចង់នៅកម្ពុជារយៈពេលវែងទេប៉ុន្តែសំណូមពររបស់យើងត្រូវការការពារការវិលត្រឡប់នៃរបបប៉ុលពតបានជាវៀតណាមពន្យាពេលនៃការដកទ័ពចេញពីកម្ពុជានៅក្នុងឆ្នាំ1985បើខ្ញុំច្រឡំទេពេលនោះមានសន្និសីទរដ្ឋនៃការបរទេសនៃប្រទេសទាំង3មានកម្ពុជាមានវៀតណាមនិងឡាវហើយខ្ញុំកាន់តួនាទីជានាយករដ្ឋមន្ត្រីផងជារដ្ឋមន្ត្រីការបរទេសពេលនោះគឺយើងបានប្រកាសថានឹងដកកងទ័ពវៀតណាមក្នុងរយៈពេលពី5ទៅ10ឆ្នាំបើពី5ទៅ10ឆ្នាំគឺយើងនឹងអបឡាយការដកកងទ័ពវៀតណាមរហូតមកដល់ឆ្នាំ1995បានល្អដូច្នេះវាពិតជាយូរពេកហើយដូច្នេះវិធីសាស្ត្រតែមួយគត់ដែលយើងត្រូវខិតខំគឺភាពម្ចាស់ការដោយខ្លួនឯងការកសាងកម្លាំងប្រដាប់អាវុធរបស់យើងតែបង្កើនចំនួនកងទ័ពកម្ពុជានឹងចាប់ផ្ដើមដកកងទ័ពវៀតណាមថយជាបដាចាប់តាំងពីឆ្នាំ1982កងទ័ពកម្ពុជាកាន់តែចំនួនកើតកងទ័ពវៀតណាមកាន់តែធ្លាក់ចុះនេះគឺជាចំណុចនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជំនួសឲ្យភូមិសាស្ត្រដែលវៀតណាមធ្លាប់ជួយការពារទៅជាកងទ័ពកម្ពុជាយើងចាប់ផ្ដើមពីស្ថានភាពបោះចម្រុះប៉ុន្តែសន្តិភាពបោះចម្រុះគឺកាត់បន្ថយកងទ័ពវៀតណាមបង្កើនកងទ័ពកម្ពុជាឡើងមួយទៀតខ្ញុំក៏សូមជម្រាបជូនអស់លោកនៅទីនេះដែររវាងវៀតណាមនិងកម្ពុជាស្ថានភាពសេដ្ឋកិច្ចមិនដូចគ្នាទេខ្ញុំដឹកនាំធ្វើសេដ្ឋកិច្ចទីផ្សារហើយវៀតណាមកំពុងតែបន្តសេដ្ឋកិច្ចផែនការតែក៏ចាប់ផ្ដើមកែតម្រង់នៅដំណាក់កាលដំបូងខ្ញុំបានស្នើឲ្យវៀតណាមដកជំនាញការទាំងអស់ចេញពីកម្ពុជា
ខ្ញុំមានការគិតគូរមួយថាត្រូវបង្កើនសវត្ថិភាពមន្ត្រីរបស់កម្ពុជាពេលនោះប្រកបជួនជាមួយនឹងអគ្គលេខាធិការបកថ្មីរបស់វៀតណាមពួកងៀងវ៉ាត់លិចគាត់ជាអ្នកកែតម្រូវនៅក្នុងដំណើរទៅចរចាជាមួយសម្ដេចព្រះនរោត្តមសីហនុនៅឯសង្ឃសមាគមអង់គ្លេសប្រទេសបារាំងខ្ញុំឆ្លងកាត់ទីក្រុងហាណូយខ្ញុំក៏បានស្នើទៅអគ្គលេខាធិការបកកុម្មុយនីសវៀតណាមថាសូមស្នើឲ្យដំដកជំនួយការរបស់វៀតណាមចេញពីកម្ពុជាដើម្បីទុកឲ្យកម្ពុជាម្ចាស់ការដោយខ្លួនឯងក្នុងការអនុវត្តភារកិច្ចរបស់គេចឹងខ្ញុំនៅចាំច្បាស់ថានៅក្នុងខែមិថុនាឆ្នាំ1988ជំនាញការវៀតណាមទាំងអស់ដកចេញពីកម្ពុជាហើយចំពោះកងទ័ពវៀតណាមដកចេញទាំងអស់ពីកម្ពុជានៅថ្ងៃទី30ខែកញ្ញាឆ្នាំ1989បានសង្កេតថាដកកងទ័ពវៀតណាមក្រោយពេលដកជំនាញការ1ឆ្នាំចឹងទេបានជាមន្ត្រីរបស់យើងខ្ញុំចេះទៅការពេលដែលដកកងទ័ពវៀតណាមហើយការពិតយើងត្រូវតែហ៊ាននិយាយការពិតយើងខ្ញុំក៏ខូចខាតមួយចំនួនដែរខ្មែរក្រហមបើកការវាយលុកត្រីភាគីបើកការវាយលុកធ្វើឲ្យយើងខ្ញុំបាត់បង់ភូមិសាស្ត្រមួយចំនួនក៏ប៉ុន្តែក្នុងមួយរយៈកាលខ្លីយើងខ្ញុំក៏ស្ដារឡើងវិញដើម្បីគ្រប់គ្រងតំបន់តែបាត់បង់គន្លឹះសំខាន់នៅទីនេះគឺម្ចាស់ការប្រើប្រាស់កម្លាំងខ្លួនឯងដើម្បីជំនួសកម្លាំងបរទេសសូម្បីតែមកដល់ពេលនេះខ្ញុំតែងតែកន្លងទៅខ្ញុំតែងតែប្រាប់នៃគេហៅថាជំនាញការបរទេសទាំងធនាគារពិភពលោកទាំងធនាគារអភិវឌ្ឍន៍អាស៊ីទាំង IMF និងពីប្រទេសផ្សេងៗខ្ញុំថាអ្នកទាំងអស់គ្នាចោទខ្ញុំថាធ្វើតាមវៀតណាមអនុវត្តតាមវៀតណាមក្រោមបញ្ជាវៀតណាមក៏ប៉ុន្តែនៅពេលដែលវៀតណាមនៅកម្ពុជាខ្ញុំមានសិទ្ធិសម្រេចគ្រប់យ៉ាងវៀតណាមមិនចូលរួមសម្រេចចិត្តជំនួសខ្ញុំទេប៉ុន្តែពេលនេះខ្ញុំទៅជាលំបាកទៅវិញបើខ្ញុំមិនធ្វើតាមអស់លោកប្រាច់ជំនួយពីខ្ញុំរហូតដល់ទូនមានខ្ញុំឲ្យលក់គយតែខ្ញុំមិនធ្វើតាមមានអន្តរជាតិចំនួនថ្មីស្នើឲ្យខ្ញុំលក់គយតែត្រូវដឹងថាគយជាសេវាអធិបតេយ្យដែលអាចមានទាំងអាវុធដូចជាតែយើងលក់គយឲ្យឯកជនយ៉ាងណាទៅយើងមិនអាចធ្វើតាមទេអញ្ចឹងគំនិតឯករាជ្យរបស់ពួកខ្ញុំមានតាំងពីដើមយើងត្រូវការវៀតណាមត្រឹមតែជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពតតែយើងត្រូវតែប្រយ័ត្នប្រយែងកសាងកម្លាំងខ្លួនឯងនេះហើយជាចំណុចជោគជ័យរបស់យើងSamdech Techo, thank you so much.